คืนกสิกรตึกพเนจนจาลกสิพอบอกผู้กอดดำรองจัวขมิ้นแดติงโดยชนะมุนนะเลยนี่คังจิบมงคือกอดบ้านนั่งกำปงปุ่งริกสักดานโปรบอจิบมงซุปเปอร์มาร์เก็ตบอกกอดบอซาแต่กอดทลบบานจ่อมาติงจูบกสิกรตัวดังปีตกลมบ้าคำดำบานให้ขมิ้นตีซาโดยละห้องโดยละเปอร์ไอกาชนะมุนนะจังให้จิบมงคือกอดบานเตรียมไม้ปกไม้บองโอนคือกำปงแต่หนังบกคือนี่คือในคางดำบอลเปรย์ซอนะคือกอดบังเกิดมันเชื่อมันโดนกันดาวดำใบเชียกับไลน์สต็อกตุ่มนิ่งคุดกงเตอร์ชิปมองซุปเปอร์มาร์เก็ตมาร้อยสาขาได้กอดกับปงหนึ่งเตรียมหนึ่งสางซองให้มาร้อยตีตังบ่យើងបើកនៅក្នុងក្រុងគឺវាប្រហែលជាតើរួចទេអញ្ចឹងគោលដៅយើងគឺយើងទៅតាមបណ្ដាខេត្តទាំងអស់គឺ25ខេត្តក្រុងនៅក្នុងប្រទេសខ្មែរយើងតែម្ដងដើម្បីធ្វើយ៉ាងណាឲ្យជីកម៉ុងស៊ុបអឺម៉ាร์เก็ตនៅគៀកនឹងបងប្អូនប្រជាពលរដ្ឋគៀកនៅក្នុងការជួយផ្ដល់នៅអ្វីដែលចាំបាច់ហើយទទួលបានផលិតផលបងប្អូនអ្នកដែលជាកសិករនោះក៏គាត់អាចងាយស្រួលដែរអញ្ចឹងទីតាំងរបស់យើងគឺនៅគ្រប់បណ្ដាខេត្តតែម្ដងចាយើងជួយគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋទៅលើបន្លែចាល់តាមព្រំដែនដូចលពៅដូចដលងតឡាចដូចលហុងដូចអីបងប្អូនឃើញហើយអញ្ចឹងនេះជាទិសដៅមួយដែលយើងតែងតែយើងខំប្រឹងធ្វើឲ្យដល់ពេលមួយដែលយើងការធ្វើហ្នឹងវាជួបនឹងរឿងហ្នឹងដូចជាឱកាសដូចពាក្យមួយគេថាក្នុងគ្រោះហ្នឹងមានលៀបដែរអញ្ចឹងយើងមិនដែលគិតថាទំនិញចាល់នៅលើទីផ្សារតិចយើងខាតទៅយើងទៅយករបស់ហ្នឹងមកលក់តិចខាតទៅខ្ញុំមិនដែលគិតរឿងហ្នឹងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនអត់ដែលគិតរឿងហ្នឹងធ្វើម៉េចដើម្បីជួយស្រោចស្រង់ស្ថានភាពមួយហ្នឹងឲ្យបានហើយយើងមកយកចែកចាយនៅក្នុងផ្សារយើងក្នុងតម្លៃមួយធូរថ្លៃមែនតើហើយយើងខាតតិចតួចក៏យើងធ្វើដែរខាតមិនតិចតួចទេខាតច្រើនដែរតែយើងសុខចិត្តធ្វើដើម្បីធ្វើយ៉ាងណាឲ្យទីផ្សារមួយហ្នឹងមានចរន្តជួយបងប្អូនប្រជាពលរដ្ឋឲ្យមានកុំឲ្យយកផលិតផលហ្នឹងយកទៅបោះចោលអញ្ចឹងបើយើងអត់ជួយទេបន្លែអស់ហ្នឹងគឺច្បាស់ជាបោះចោលហើយយើងគិតថាទីតាំងមួយនេះមិនមែនគត់គង់សម្រាប់តែសាខាជីបម៉ុង100ទីតាំងហ្នឹងទេខ្ញុំគិតថាយើងនឹងមានឱកាសយកកសិផលផលិតផលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរហើយធ្វើយ៉ាងណាដើម្បីយើងចែកចាយទៅដល់អ្នកចែកចាយរាយនៅតាមទីតាំងផ្សេងទៀតអញ្ចឹងមិនមែនចំពោះតែសាខាជីបម៉ុង100ទីតាំងទេពួកយើងនឹងព្យាយាមធ្វើយ៉ាងណាដើម្បីធ្វើទីតាំងមួយដែលអាចមានឱកាសឲ្យពួកគាត់ទទួលបានផលិតផលមួយល្អដែលជាផលិតផលរបស់ខ្មែរពិតប្រាកដដោយកាត់បន្ថយការនាំចូលបន្លែផ្លែឈើដែលប្រទេសជិតខាងដែលខ្មែរយើងអាចដាំបានធ្វើបានគឺយើងធ្វើយ៉ាងណាដើម្បីពង្រីកផលិតផលនៅក្នុងស្រុកហើយបង្រួមការនាំចូលហើយចែកចាយទៅគ្រប់ទាំងអស់មិនចំពោះតែទីតាំងរបស់ជីបម៉ុងស៊ុបអឺម៉ាร์เก็ตទេនេះជាចក្ខុវិស័យរបស់យើងហើយយើងធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគាត់ទទួលបានតម្លៃមួយដែលល្អជាងមុនហើយអ្នកដែលទទួលយកទំនិញបោះដុំពីយើងយកទៅលក់បន្តនេះគាត់បានតម្លៃមួយដែលល្អសមរម្យជាងផលិតផលដែលនាំចូលទៀតនេះជាការតាំងចិត្តរបស់ជីបម៉ុងតែម្ដងចាអរគុណ